មានករណីប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្ត្រីម្នាក់មានវ័យប្រមាណជាង30ឆ្នាំដេកស្លាប់នៅក្នុងដីលោកមួយកន្លែងកំពុងតែបង្កការភ្ញាក់ផ្អើលខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋកំពុងតែចោមរងមើលនៅទីតាំងកន្លែងកាត់ហេតុនេះតែម្ដងយើងឃើញហើយវត្តមានរបស់លោកសមាជិកលោកបានអញ្ជើញមកដល់ទីតាំងកន្លែងកាត់ហេតុហើយកំពុងតែធ្វើការកសោបវិច័យទៅលើសាកសពខាងលើយើងមិនទាន់ដឹងនៅឡើយទេថាសាកសពខាងលើស្លាប់ដោយសារមូលហេតុអ្វីជាករណីឃាតកម្មឬក៏ជាករណីឲ្យប្រកាសនោះទេយើងរងចាំរបាយការណ៍ពីសមាជិកដូចគ្នាហេតុការណ៍នេះផងដែរបានកាត់ឡើងនៅវេលាប្រមាណម៉ោង7នៅក្នុងថ្ងៃទី10ខែមិនិនាឆ្នាំ2025នៅក្នុងដីឡូមួយកន្លែងស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាខណ្ឌរសីកែវរាជធានីភ្នំពេញគៀកនឹងក្រែនភ្នំពេញតែម្ដងប្រិមិត្តលោកអង្គការក្រុមនឹងជំរាបសួរទៅកាន់ប្រិមិត្តទូរទស្សនិកជនគណៈពេលនេះខ្ញុំបាទវិចិត្ររួមជាមួយនឹងក្រុមការងារកំពុងតែស្ថិតនៅក្នុងទីតាំងមួយកន្លែងមានករណីប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្ត្រីម្នាក់វ័យប្រមាណជាង30ឆ្នាំដេកស្លាប់នៅក្នុងដីឡូមួយកន្លែងកំពុងតែបង្កការភ្ញាក់ផ្អើលខ្លាំងមែនទែនពីសំណាក់បងប្អូនប្រជាពលរដ្ឋយើងឃើញហើយវត្តមានរបស់សមាជិកលោកអញ្ជើញចូលមកដល់ទីតាំងកន្លែងកាត់ហេតុខាងលើហើយដើម្បីធ្វើការពិនិត្យនិងធ្វើការកសោបវិច័យទៅលើសាកសពខាងលើសាកសពស្ត្រីដែលមានវ័យប្រមាណជាង30ឆ្នាំត្រូវបានគេប្រទះឃើញនៅវេលាប្រមាណម៉ោង7នៅក្នុងថ្ងៃទី10ខែមិនិនាឆ្នាំ2025ដែលស្ថិតនៅក្នុងដីឡូមួយកន្លែងដែលស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាខណ្ឌរសីកែវរាជធានីភ្នំពេញគៀកនឹងក្រែនភ្នំពេញតែម្ដងប្រិមិត្តយើងមិនទាន់ដឹងនៅឡើយទេថានេះគឺជាករណីអីឲ្យពិតប្រាកដជាករណីឃាតកម្មឬមួយជាករណីអីផ្សេងយើងរងចាំរបាយការណ៍ពីសមត្ថកិច្ចសិនយោងទៅតាមប្រជាពលរដ្ឋបានឲ្យដឹងថាការពីយប់មិញវេលាប្រមាណម៉ោង1គេបានឮសំឡេងឆ្កែព្រុសផ្អើលខ្លាំងមែនទែនដល់ពេលព្រឹកឡើងនៅវេលាប្រមាណម៉ោង7ប្រជាពលរដ្ឋដែលកំពុងដើរហាត់ប្រាណនៅក្នុងទីតាំងខាងលើក៏បានប្រទះឃើញសាកសពស្ត្រីខាងលើបានដេកស្លាប់នៅក្នុងដីឡូមួយកន្លែងយ៉ាងអនាធមបំផុតតែភិនភាគសាកសពស្ត្រីខាងលើគឺពាក់អាវពណ៌ពងកសាសំពត់ខ្លីពណ៌ខ្មៅនិងពាក់អាវក្រៅជាអាវខ្វាសេទំនងជាមេការនៅក្នុងហាងអ្វីមួយយើងឃើញហើយនៅពេលនេះកំពុងតែបង្កការភ្ញាក់ផ្អើលខ្លាំងមែនទែនពីសំណាក់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសមាជិកលោកក៏បានអញ្ជើញចូលមកដល់ទីតាំងកន្លែងកាត់ហេតុខាងលើហើយដើម្បីធ្វើការត្រួតពិនិត្យក៏ដូចជាកសោបវិច័យទៅលើសាកសពខាងលើប្រិមត្តទូរទស្សនិកជនយើងទុកទូរនទីនេះជូនទៅកាន់សមាជិកលោកធ្វើការទៅតាមជំនាញរបស់លោកចំណែកព័ត៌មាននៅពេលក្រោយតើស្ត្រីខាងលើស្លាប់ដោយសារមូលហេតុអ្វីយើងនឹងផ្សាយជូនបន្តទៀតបន្ទាប់ពីទទួលបានព័ត៌មានជាក់លាក់ពីសមត្ថកិច្ចគណៈពេលនេះខ្ញុំបាទវិចិត្ររួមជាមួយនឹងក្រុមការងារសូមអរគុណនិងសូមគោរពលា